សូមការអនុញ្ញាតរបស់ពលរដ្ឋសូមគោរពអញ្ជើញអាយដាមគណៈអធិបតីនិងអង្គពិធីទាំងមូលមេតាក្រមឈរដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងសូមអង្គពិធីទាំងមូលមេតាអញ្ជើញសម្រួលអេរិយាបថដោយសម្រាប់បានលើកគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតជាពិសេសសម្រាប់យុវជនដែលវិជ្ជានេះក្នុងគោលបំណងលើកកម្ពស់គុណភាពគុណតម្លៃនិងកតញ្ញូនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងជីវៈតាមរយៈការផ្សព្វផ្សាយការជំរុញពីបាក់ដៃប្រទេសកត្តាសុខសន្តិភាពពេញលេញដែលទទួលបានពីការដាក់ចេញនិងអនុវត្តដោយជោគជ័យទាំងស្រុងនៅគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនកំណើនខសសនេះបង្ហាញការធ្វើឲ្យប្រសើរឡើងនៅកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាស្ថិតក្នុងបរិយាដែលជាបឋមខ្ញុំសូមគោរពអាដាមយុណាស៊ីធានក្រុមស្ថាប័នទីគោរពរបស់ពួកសូមគោរពអាដាមលោកទាវលោកស្រីលោកអ្នកញ៉ាំញ៉ារាជនាំទីអង្គភាពផ្សាយកងបានប្រពន្ធក្រុមតាគណៈបានក្រុមស្រុកលោកជួបយករងលោកគ្រូអ្នកការងារសតធរជាមានរៀបជាព្រមទាំងបានកំណត់យកអត្ថប្រយោជន៍ចំនួន5ជាអង្គជាគូនេះ
ការនៅរៀនអត់មានសាលាទេមិនមែនថាអត់សាលាទេសាលាវាមានប៉ុន្តែក្រោយអត់មានច្រើនទេមានតិចតួចហើយមានពុកមានបាក់មានហុយដោយសារអីអាពតហើយដល់ពេលពួកអង្គនេះរៀនគឺសៅរ៍អាទិត្យអត់បានរៀនពីខ្លួនឯងទេថ្ងៃអាទិត្យហ្នឹងគឺត្រូវយកធំដងទឹកទៅយកខ្សាច់នៅក្នុងស្ទឹងខ្ញុំរៀននៅក្នុងធំយកខ្សាច់នៅក្នុងតបាត់3ឆ្នាំដើម្បីយកលុយមកមិនលុយទេយករាមកដាក់ប៉ុន្តែគាត់ធ្វើបាបយើងដល់មកទទួលប៉ុន្តែគាត់បានចុះកិច្ចព្រមព្រៀងតែទល់សប្តាហ៍ថ្ងៃយើងឃើញបាទ1900 4907លោកបាន